សួស្តីអ្នកនរគ្នាថ្ងៃនេះយើងនឹងនិយាយអំពីកីឡាករបាល់ទាត់ដ៏វ័យក្មេងនិងលេចធ្លោមួយរូបដែលជាកីឡាករក្មេងតូចប៉ុន្តែបេះដូងធំ Lamine Yamal គឺជាតារាមកពីក្លឹបបាសេឡូណាហើយក៏ជាក្រុមជម្រើសជាតិអេស្ប៉ាញទោះជាមានវ័យក្មេងក៏ដោយប៉ុន្តែគាត់បានក្លាយជាកីឡាករដែលទទួលបានការចាប់អារម្មណ៍ជុំវិញពិភពលោកចំពោះជីវប្រវត្តិ Lamine Yamal គឺកើតនៅថ្ងៃទី13កក្កដាឆ្នាំ2007គិតត្រឹមឆ្នាំ2026មានអាយុ19ឆ្នាំមកហើយចំពោះទីកន្លែងវិញគឺនៅខាងប្រទេសអេស្ប៉ាញដែលមានឪពុកមានដើមកំណើតពីប្រទេសម៉ារ៉ុកនិងម្ដាយមកពីប្រទេសអេក្វាទ័រហ្គីណេចំពោះការចាប់ផ្ដើមអាជីពដំបូងរបស់ Lamine Yamal ចាប់ផ្ដើមលេងបាល់ទាត់ពីដំបូងនៅក្នុងអាយុចន្លោះពី7ឆ្នាំគាត់បានចូលហ្វឹកហាត់នៅក្នុងថ្នាលយុវជនម៉ាស៊ីរបស់ក្លឹបបាសេឡូណាដែលជាថ្នាលបណ្ដុះបណ្ដាលកីឡាករល្បីៗជាច្រើនចំពោះពាក្យថាយ៉ាម៉ាល់ចូលហ្វឹកហាត់នៅក្នុងថ្នាលយុវជនឡាម៉ាស៊ីរបស់បាសេឡូណាតាំងពីក្មេងដោយមានទេពកោសល្យដ៏អស្ចារ្យគាត់បានលេងឈុតធំក្នុងវ័យត្រឹមតែ15ឆ្នាំនិងបំបីកំណត់ត្រាជាច្រើនជាកីឡាករដែលក្មេងបំផុតដែលបានបង្ហាញខ្លួននិងសុទ្ធបញ្ចូលទីឲ្យបាសេឡូណានិងក្រុមជម្រើសជាតិរបស់អេស្ប៉ាញនៅក្នុងនោះដែរនៅតាមដែលខ្ញុំចាំបាននៅចន្លោះឆ្នាំ2023គាត់អាចបានបង្ហាញខ្លួនលេងឲ្យក្រុមធំៗរបស់ SC Barcelona នៅក្នុងអាយុត្រឹមតែ15ឆ្នាំបង្កើតកំណត់ត្រាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ត្រនៃក្លឹបបាល់ទាត់មិនយូរប៉ុន្មានទេគាត់ក៏បានជាប់ជាជម្រើសជាតិអេស្ប៉ាញនិងក្លាយជាកីឡាករក្មេងបំផុតដែលបានលេងនិងសុទ្ធបញ្ចូលទីក្នុងជម្រើសជាតិផងដែរនៅចន្លោះមកទៀតនៅចន្លោះឆ្នាំព្រឹត្តិការណ៍2024ដែល UEFA Euro ដែល Lamine Yamal បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យដែលធ្វើឲ្យអេស្ប៉ាញឈ្នះជើងឯកនិងទទួលបានពាន Young Player of the Tournament ចំពោះចំណុចពិសេសរបស់ Lamine Yamal គឺគាត់លេងតំណែងស្លាបស្ដាំដែលមានជំនាញអូសបាល់បានល្អបញ្ចូលបាល់និងបង្កើតឱកាសឲ្យមិត្តរួមក្រុមបានល្អហើយគាត់មានល្បឿននិងបច្ចេកទេសខ្ពស់ដែលធ្វើឲ្យគេចាប់ទុកថាជីវជនមានទេពកោសល្យបំផុតក្នុងពិភពបាល់ទាត់ចំណុចដែលគួរឲ្យចាប់អារម្មណ៍អំពីពាក្យថា Lamine Yamal រឿងរ៉ាវដ៏មានអត្ថន័យមួយរវាងពាក្យ Lamine និង Yamal ត្រូវបានបែងចែកចេញជាពីរដែលត្រូវបានដើម្បីដាក់ឈ្មោះនេះគឺដើម្បីគោរពទៅដល់បុគ្គលម្នាក់ដែលធ្លាប់ជួយគ្រួសាររបស់ Lamine Yamal នៅពេលដែលមានគ្រាលំបាកមុនពេលគាត់កើតឡើងនេះបង្ហាញអំពីការដឹងគុណនិងការឲ្យតម្លៃទៅលើគ្រួសារដែលតែងស្ថិតនៅជាមួយគាត់ដោយគាត់ដាក់ពាក្យ Lamine Yamal នេះគឺនឹកទៅដល់បុគ្គលដែលបានជួយទៅលើគ្រួសាររបស់ Lamine Yamal ហ្នឹងអញ្ចឹងទៅឪពុកម្ដាយដាក់ឈ្មោះបែបនេះឲ្យបើយើងកន្លែងមកមើលទៅលើតោតនកម្មឬក៏រឿងអាស្រូវរបស់ Lamine Yamal គឺរហូតមកដល់ពេលនេះ Lamine Yamal គឺមិនតាន់ទទួលបានករណីព្រំប្រទានឬក៏ការផ្ដន្ទាទោសណាមួយដែលត្រូវបានបញ្ជាក់ដោយតុលាការឡើយទោះជាយ៉ាងណាក៏ធ្លាប់បានជួបប្រទះនៅបញ្ហាដែលចម្រូងចម្រាសមួយចំនួនបើយើងកន្លែងទៅមើលរឿងអាស្រូវដែលជាលក្ខណៈថាស្នេហារបស់ Lamine Yamal គិតត្រឹម2024 2025ហើយនិង2026បច្ចុប្បន្ននេះគឺ Lamine Yamal គឺមានមិត្តស្រីចំនួន3នាក់ហើយគឺមួយឆ្នាំដូរមួយ2024នោះគឺតាក់ទងជាមួយនឹង Alex Padilla ដែលជាតារា TikTok ជាជនជាតិអេស្ប៉ាញអ្នកទាំងពីរក៏បានបង្ហាញខ្លួនជាមួយគ្នាបន្ទាប់ពីអេស្ប៉ាញឈ្នះពាន Euro 2024ក្រោយមកក៏មានពាក្យអាចារ្យប្រាំថាវីដេអូលើបណ្ដាញសង្គមដែលធ្វើឲ្យអ្នកទាំងពីរបែកគ្នាប៉ុន្តែវាជាមានបញ្ហាបច្ចេកអីបន្ថែមហើយនៅក្នុងឆ្នាំ2025 Lamine Yamal បានតាក់ទងជាមួយ Nicky Nicole ដែលមានសេចក្តីរាយការណ៍ថា Lamine Yamal បានបង្ហាញតំណែងជាមួយតារាចម្រៀងអាសង់ទីន Nicky Nicole តំណែងនេះត្រូវបានរាយការណ៍បានបញ្ចប់នៅចុងឆ្នាំ2025តាក់ទងបានមួយរយៈហើយមិត្តស្រីចុងក្រោយតាក់ទងបច្ចុប្បន្ននេះគឺ Ga Santos នៅឆ្នាំ2026នឹងរហូតដល់បច្ចុប្បន្នគិតត្រឹមឆ្នាំ2026នឹងមិត្តស្រីដែលត្រូវបានបង្ហាញជាសាធារណៈរបស់ Lamine Yamal ហ្នឹងគឺ Inga Santos ដឹងអានត្រូវអត់ទេដែលជាអ្នកបង្កើតមាតិកាផ្នែកម៉ូដ
និងសម្រស់ជនជាតិអេស្ប៉ាញដែលអ្នកទាំងពីរបានបង្ហាញទំនាក់ទំនងផ្លូវការនៅឆ្នាំ2026ហើយបានទៅគាំទ្រនៅការប្រកួត FIFA World Cup 2026ផងដែរទៅថតបានជាប់ថ្មីឥឡូវយើងមកកំណត់ចំណាំទៅលើបណ្ដាញសង្គមមានពាក្យអាចារ្យបារាមជាច្រើនអំពីមិត្តស្រីរបស់ឡាមីនយ៉ាម៉ាល់ប៉ុន្តែមិនមែនទាំងអស់សុទ្ធតែត្រូវបានបញ្ជាក់នោះទេគួរពឹងផ្អែកទៅលើប្រភពព័ត៌មានដែលអាចទុកចិត្តបានមុននឹងយកព័ត៌មានទាំងនេះជាការពិតចំពោះរឿងឯកសារទាំងអស់ដែលយកមកនោះគឺយកតាមបណ្ដាញសង្គមទេបើសិនជាមានករណីកុហកតគ្នាក៏កុហកតគ្នាតាមហ្នឹងអរគុណច្រើន